ចាប់អាចគោចាប់ផ្លិតចាប់អំបែងចានតើសត្វស្លាបមួយប្រភេទនេះមានឈ្មោះអ្វីឲ្យប្រកបជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វកញ្ជាក់ស្លាខ្មៅសសត្វស្លាបមួយប្រភេទនេះពុកម៉ែបងប្អូនតែងតែនិយមហៅថាចាប់ផ្លិតចាប់អាចគោឬក៏ចាប់អំបែងចានជាដើមដែលជាឈ្មោះតាមតំបន់យើងប្រទះឃើញវានៅនឹងក្បែរផ្ទះរបស់ពួកយើងហ្នឹងហើយសត្វនេះអត់សូវផ្អើលជាមួយនឹងមនុស្សប៉ុន្មាននោះទេវាចូលចិត្តលោតចុះឡើងដើម្បីចាប់ចំណីនៅតាមដើមឈើឬក៏នៅតលនឹងដីជាដើមសម្រាប់ការហៅឈ្មោះតាមតំបន់ឬក៏ហៅតាមឯកសារវាពុំសូវសំខាន់ប៉ុន្មាននោះទេអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាចេះស្រឡាញ់សត្វស្លាបសត្វកញ្ជាក់ស្លាវ័នកខ្មៅជាទូទៅវាមានកម្ពស់ប្រមាណជា 17.5 ទៅ 19.5 សង់ទីម៉ែត្រពេលពេញវ័យមានវ័នទ្រូងពណ៌ខ្មៅបំពង់កសពោះពណ៌សនិងមានចិញ្ចើមសហើយកន្ទុយរីកដូចផ្លិតទីជម្រកព្រៃល្បោះព្រៃកោងកាងតំបន់ទឹកសាបសួនច្បារចម្ការដំណាំនិងព្រៃលិចទឹករបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមករាដល់ខែសីហាតាមពិតទៅបងប្អូនទាំងអស់គ្នាសត្វស្លាបទាំងអស់គឺវាមានលក្ខណៈពិសេសនិងភាពស្រស់ស្អាតរៀងៗខ្លួនជាពិសេសសត្វកញ្ជាក់ស្លានេះតែម្ដងគឺវាមានកន្ទុយរបស់វារីកដូចផ្លិតអញ្ចឹងបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនស្គាល់ឈ្មោះវាហៅតាមតំបន់បន្ថែមទៀតជួយខមមិនប្រាប់នៅក្នុងវីដេអូផងសូមអរគុណសម្រាប់ការតាមដានទស្សនា